លោកម្ចាស់ទី2នេះហើយចាអូនប្រុសទី2ជាមួយនឹងស្ថានភាពទីផ្សារឥឡូវនេះឯងហ៊ានបន្ថែម100 ដងទៀតទោះបីជាលក់ទ្រព្យសម្បត្តិទាំងអស់របស់ឯងក៏ឯងមិនអាចសងគេរួចដែរអំប្រុសទូឃើញភាគហ៊ុនរបស់អ៊ំកំពុងតែដាំក្បាលចុះហើយមិននឹកស្មានថាទូពិតជាអាចមើលឃើញមែនបងប្រុសគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាងខ្ញុំបានលើថាប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុបានផ្សាយពីការកែសម្រួលគោលនយោបាយបរិស្ថានការឧបត្ថម្ភត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្រុមហ៊ុនហ្វឹងជីងដែលជាក្រុមហ៊ុននាំមុខគេនោះច្បាស់ជារងនូវផលប៉ះពាល់យ៉ាងខ្លាំងឯងកុំមកបោកជើងឯងបានចេញពីឧស្សាហកម្មហិរញ្ញវត្ថុ5ឆ្នាំហើយបើមិនមានរៃលឿនជាងយើងទេលោកប៉ាពួកតូចបបៃតងយើងកំពុងចាប់តាមលន់ឡើងហើយទូឯងមើលក្រាហ្វិកមិនយល់ទេមែនហើយអ្នកតែពីមិនឯងងើបមករួចទេពួកតូចរឿងនេះត្រូវតែមិនទូដែលជាមនុស្សនាំគ្រោះទូនិយាយត្រូវហើយនៅសល់តែ1នាទីទៀតតែប៉ុណ្ណោះឯងក៏មិនធ្វើខ្លួនជាអស្ចារ្យនៅទីនេះនេះគឺជាការវិនិយោគនៅលើទីផ្សារភាគហ៊ុន1វិនាទីឯងប្រាប់ដូររាប់ពាន់ឯងមិនអាចករណីត្រឹមត្រូវទេឡើងថ្លៃហើយស្អីគេអាយេសពួកតូចបបៃតងលន់ឡើងពណ៌ក្រហមហើយនេះពិតជាចំណេញ500លានមែនលោកម្ចាស់សៀវមិនល្អទេក្រុមហ៊ុនការពារបរិស្ថានហ្វុកជីនធ្លាក់ចុះខ្លាំងណាស់លីយ៉ាខ្ញុំពិតជាមើលលោកខុសហើយពីដែលខ្ញុំនិយាយមិញនេះសូមកុំទុកនៅក្នុងចិត្តអីណាមិនអីទេលោកពូតុងលោកពូក៏ចង់ឲ្យខ្ញុំល្អដែរមិននឹកស្មានទេលោកចាក់ចេញពីក្រុមហ៊ុន5ឆ្នាំហើយប៉ុន្តែនៅតែមានភាពក្លាហាននិងភាពប៉ិនប្រសប់បែបនេះបើឲ្យលោកគ្រប់គ្រងក្រុមហ៊ុនពួកយើងអស់ក្តីបារម្ភហើយណាលោកប៉ាពេលនេះលោកប៉ាសល់លុយរៀបការកាន់តែច្រើនឡើងហើយក្មេងរពឹសកូនចង់ឲ្យប៉ាមានប្រពន្ធមែនទេមិនហើយទូចង់មានម៉ាក់ដើម្បីមានគ្រួសារកក់ក្ដៅលីយ៉ាលោកពិតជាដល់អាយុដែលត្រូវរៀបការហើយលោកដាប់លោកដោយបែបនេះវាច្បុកច្បល់បន្តិចប៉ុន្តែគ្មានបញ្ហាទេខ្ញុំនឹងតាក់ទងទៅប៉ារបស់លោកដើម្បីឲ្យគាត់រៀបចំការណាត់ជួបឲ្យលោកឲ្យបានល្អហើយយ៉ាបានហើយមិនមែនទូឆុងជាមួយគ្រួសារសៀវទេដឹងហេតុអីតាំងពីគេចូលមកប្អូនទី2គេកាន់តែមានអំណាចឡើងនេះបញ្ជាក់ថានាងមិនមែនឆុងជាមួយតកូសៀវទេគឺនាងឆុងជាមួយពួកយើងពេលនេះគឺលោកប៉ាកាន់តែស្រឡាញ់ទូហើយបងថាអញ្ចឹងទេបើយើងមិនបោះបង់ទូប្អូនទី2ក៏គេគ្មានកម្លាំងស្ទុះក្រោបឈរយ៉ាងនេះដែរហើយយ៉ាបងត្រូវខំប្រឹងហើយទៅបានបើប្អូនទី2គេរៀបការទ្រព្យសម្បត្តិគ្រួសារសៀច្បាស់ជាលែងមានចំណាយពួកយើងទៀតហើយមិនហើយប៉ាគ្រាន់តែចាញ់កាប់គុណមួយប៉ុណ្ណោះពួកតើអាចងើបឡើងវិញបានពួកយើងក៏អាចងើបឡើងវិញបានដែរយើងនៅមានសៀវអើជួយយើងបានចង់ណាត់ជួបឯងមិនងាយស្រួលទេលោកម្ចាស់សៀវមនុស្សរបស់ពួកយើងបានរៀបចំរួចហើយនឹងឲ្យណាត់ជួបលោកម្ចាស់ទី2ដល់ជោគជ័យសៀវលេខជាសាររបស់អំណាចធំដែលជើផ្ញើទៅឲ្យឯងទៅមើលខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាយល់ច្បាស់ហើយខ្ញុំកំពុងតែស្វែងរកម៉ាក់សម្រាប់ទូបើអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាមិនពេញចិត្តធ្វើជាម្ដាយចុងរបស់ទូអាចចេញទៅមុនលោកម្ចាស់ទី2អ្នកនាងទូគួរឲ្យស្រឡាញ់ណាស់ខ្ញុំពិតជាសប្បាយចិត្តបើបានធ្វើជាម៉ាក់នាងខ្ញុំជាកូនស្រីតែមួយរបស់ត្រកូលលីនមកពីហៃឆាំងម្ចាស់ហាងត្បូងពេជ្រនិងរតនវត្ថុឈ្មោះលីនឆាំងយាបកការរចនាម៉ូដគ្រឿងអលង្ការបានលោកទទួលខ្ញុំធានាថាអ្នកនាងទូច្បាស់ជាមិនខ្វះគ្រឿងអលង្ការប្រើលោកម្ចាស់សៀធានាឲ្យខ្ញុំហើយបើខ្ញុំបានធ្វើកូនប្រសាត្រកូលសៀបំណុលគាត់ចម្ពាក់នៅបនលបែងទាំងអស់គឺខ្ញុំសងឲ្យគាត់ទាំងអស់ភ្លឺពេកហើយទូកូនគិតយ៉ាងម៉េចលោកប៉ែត្បូងអ្នកមិញអាចក៏ហំពាក់គឺសិតតែខ្លែងខ្លាយទាំងអស់លោកប៉ែត្បូងអ្នកមិញអាចក៏ហំពាក់គឺសិតតែខ្លែងខ្លាយទាំងអស់កូនច្បាស់ទេនាងលីននាងខ្លួនឯងក៏មិនហ៊ានប្រើរបស់ពិតដែរថ្ងៃក្រោយហ៊ានចាយលុយឲ្យទូទេខ្ញុំជាកូនច្បងត្រកូលឈិនមកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកំសាន្តឆាំងហៃឈ្មោះឈិនម៉ងអ៊ីងលោកម្ចាស់ទី2ត្រកូលឈិនមានបងប្អូនស្រី8នាក់ហ្សិតបង្កើតកូនល្អឥតខ្ចោះធានាថាឆ្នាំទី1ខ្ញុំមានប្អូនជួយអ្នកនាងទូភ្លាមលើថាត្រកូលសៀវ8ចំនួនកើតបានតែកូនប្រុសលោកតាសៀកំពុងតែបារម្ភចង់បានចៅស្រីឈិនម៉ងអ៊ីងនេះពិតជាចំគោលដៅហើយចាប់ហើយខាងខ្ញុំគឺពិតជាលែងមានឱកាសហើយអ្នកមិញឈិន